ចេញដំណើរទៅហើយមេជើងទី2ខាងពោធិ៍សាត់រាំងទិលអញ្ចឹងការធ្វើដំណើរនេះចេញពីខេត្តកំពង់ឆ្នាំងទៅល្បីថាសម្បូរត្រីមែនទែនបងប្អូននៅខាងរាំងទិលខេត្តពោធិ៍សាត់អញ្ចឹងថ្ងៃនេះក៏សម្រាប់ចិត្តចេញដំណើរទៅជើងទី2ហើយជើងមុនបានមិនដូចជា30ក្បាលប៉ុន្តែមកជើងនេះអត់ដឹងបានមិនដែរទេចាំមើលបងប្អូនចាក់អ៊ុតនៅចុងម៉ោងទាំងអស់គ្នាជាមួយនឹងទេសភាពតាមដងផ្លូវបងប្អូនជីឡានធ្វើដំណើរទៅពិតជាសោះសាប់មែនទែនឥឡូវមកដល់ទីតាំងផាយកណ្ដោតហើយដល់ទីតាំងហើយបងប្អូននេះផែទុកដែលយើងត្រូវធ្វើដំណើរទៅស្ទួយត្រីឥឡូវយើងបានធ្វើដំណើរមកដល់ទីតាំងហើយបងប្អូនឥឡូវយើងចាប់ដើមលេងប្រានិយាយពីទឹកវាឡើងថ្លាដូចកញ្ចក់បងប្អូនប៉ុន្តែដោយសារនៅខាងក្រោមនោះមានសរាយច្រើនដល់អញ្ចឹងត្រីវានៅក្រោមសរាយនៅចំណុចនេះគេហៅរាំងទិលបងប្អូនដែលធ្លាប់ទៅលេងរាំងទិលប្រហែលជាស្គាល់តាមវាលសរាយនោះគ្រាន់តែបានមួយភ្លាមបងប្អូនអើយមើលបងចាស់នេះគាត់ថតវីដេអូឡើងម៉ោង4មួយសាតធំណាស់បងប្អូនត្រី4គីឡូហើយបងប្អូនដែលចង់មិនលេងខាងរាំងទិលអាចចាត់ទុកគាត់បានគាត់ដើមចាស់ជួល4គីឡូមែនទេ4គីឡូជាងតែមែនទេបងប្អូនណាពេលដែលត្រីខាំអត់បានថតវីដេអូ4គីឡូជាងហើយក្រាស់ហើយដោយសារតាមត្រីនិយាយថាពីអ្នកហ្នឹងគាត់តែអ្នកដុកយកទាំងពីរទេបាទយកទាំងពីរហ្នឹងទៅមកពីទៅពីតែបងថ្លៃទេផាត់បងថ្លៃបាទយកទៅបងបំយូរតែយកចេញលេងចេញទៅបោះចូលលើធ្វើនេះប៉ិនខ្ញុំមុន
เข้ามาช็อตจัง